ការជ្រើសរើសវិថីអប់រំនិងការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈកំពុងក្លាយជាជម្រើសយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពនិងមានតម្លៃបំផុតសម្រាប់យុវជនកម្ពុជាជាពិសេសសិស្សានុសិស្សដែលត្រៀមនឹងបញ្ចប់ការសិក្សាថ្នាក់ទី12ឬក៏យុវជនដែលបោះបង់ចោលការសិក្សានៅក្នុងបរិយាកាសដែលទីផ្សារការងារកំពុងត្រូវការកម្លាំងពលកម្មជំនាញយ៉ាងខ្លាំងក្លាទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទយ៉ាងមានអត្ថន័យថា TVET ផ្ដល់ជំនាញការងារនិងប្រាក់ចំណូលនេះមិនត្រឹមតែជាព្រឹត្តិការណ៍អបអរសាទរប៉ុណ្ណោះទេប៉ុន្តែជាការបើកទ្វារចំហនៃឱកាសមាសសម្រាប់យុវជនក្នុងការកសាងអនាគតឈរលើទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍធនធានមនុស្សយុវជនកម្ពុជាតែងតែទទួលបាននូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់និងកក់ក្ដៅបំផុតពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចធិបតីតែងតែបានដាក់ចេញនូវអនុសាសន៍និងគោលនយោបាយគន្លឹះដោយផ្ដោតសំខាន់លើប្រធានបទយុវជនម្នាក់ត្រូវតែមានជំនាញបច្ចេកទេសមួយច្បាស់លាស់សម្រាប់ខ្លួនឯងនេះជាយុទ្ធសាស្ត្រដុតដៃដុតជើងដើម្បីធានាថាយុវជនគ្រប់រូបមានខែលការពារខ្លួនមានអាជីពរឹងមាំនិងមានសមត្ថភាពពេញលេញក្នុងការទាញយកប្រាក់ចំណូលខ្ពស់មកទ្រទ្រង់ជីវភាពគ្រួសារនិងសង្គមជាតិឆ្លើយតបនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំខេត្តតាកែវរួមនឹងមន្ទីរស្ថាប័នជំនាញជុំវិញខេត្តបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញនិងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃវិស័យ TVET ទៅដល់មូលដ្ឋានថ្នាក់ដឹកនាំខេត្តតាកែវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ខិតសេវាបណ្ដុះបណ្ដាលបច្ចេកទេសឲ្យទៅគៀកនឹងយុវជនព្រមទាំងបង្កើតបរិយាកាសអំណោយផលរវាងគ្រឹះស្ថានអប់រំនិងវិស័យឯកជនដើម្បីធានាថាយុវជនខេត្តតាកែវដែលរៀនចប់ជំនាញនឹងមានការងារធ្វើភ្លាមៗនៅក្នុងដៃនៅក្នុងឱកាសនៃការរៀបចំទិវាជាតិ TVET លើកទី9ឆ្នាំ2026នេះនាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវក្រសួងរួមទាំងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈបានរៀបចំការតាំងបង្ហាញឧបករណ៍និងសម្ភារៈបច្ចេកទេសទំនើបៗជាច្រើនដែលបម្រើឲ្យការសិក្សាអនុវត្តផ្ទាល់ការបង្ហាញសមិទ្ធផលទាំងនេះបានធ្វើឲ្យយុវជនជាពិសេសសិស្សថ្នាក់ទី12មើលឃើញកាន់តែច្បាស់ថា TVET មិនមែនគ្រាន់តែជាការរៀនទ្រឹស្ដីនោះទេប៉ុន្តែជាការអនុវត្តជាក់ស្ដែងជាមួយបច្ចេកវិទ្យាថ្មីៗស្របតាមតម្រូវការទីផ្សារការងារយ៉ាងពិតប្រាកដអញ្ជើញជាអធិបតីភាពក្នុងពិធីនេះលោកព្រំគុន្ធីអភិបាលរងខេត្តតាកែវបានបង្ហាញនៅជំនឿចិត្តយ៉ាងមុតមមចំពោះសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ស្រទាប់យុវជនពិសេសនឹងធ្វើឲ្យយុវជនទាំងអស់ចាប់យកជំនាញបច្ចេកទេសពិតប្រាកដមួយដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារលោកអភិបាលរងខេត្តបានគូសបញ្ជាក់ថាតាមរយៈការប្រារព្ធទិវាជាតិនេះនឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយក្នុងការជំរុញឲ្យយុវជនសិស្សនិស្សិតបងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងមូលកាន់តែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃជំនាញពិតប្រាកដសម្រាប់អនាគតទន្ទឹមនឹងនេះលោកព្រំគុន្ធីក៏បានអំពាវនាវនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋពិសេសស្រទាប់យុវជនត្រូវបន្តខិតខំក្រេបជញ្ជក់ទាំងចំណេះដឹងទូទៅនិងចូលរួមរៀនសូត្រក្នុងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះដើម្បីចាប់យកជំនាញយ៉ាងតិចមួយប្រចាំជីវិតរបស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងសមត្ថភាពសម្ដៅលើកកម្ពស់ជីវភាពគ្រួសារនិងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនលោកអភិបាលរងខេត្តបន្ថែមទៀតថាប្រធានបទនេះគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលអត្ថភាពគន្លឹះទី1គឺមនុស្សដោយបានផ្ដោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពសមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ដើម្បីសម្រេចឲ្យបាននៅគោលដៅពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតជាពិសេសសម្រាប់យុវជនដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពល
យោងតាមរបាយការណ៍របស់លោកធូសុភាពនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវបានឲ្យដឹងថាមានយុវជនមកពីគ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យនិងបុគ្គលមកពីក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធបានចុះឈ្មោះក្នុងប្រព័ន្ធសរុបចំនួន3178នាក់ស្រី548នាក់សិស្សដែលត្រូវបានអនុម័តឲ្យចូលរៀនសរុបចំនួន2904នាក់ស្រី471នាក់ក្នុងនោះសិស្សដែលមានប័ណ្ណក្រ1ក្រ2និងប័ណ្ណងាយរងហានិភ័យមានចំនួន731នាក់ស្រី170នាក់សិស្សដែលបានបញ្ចប់ការសិក្សារួចរាល់មានចំនួន1559នាក់ស្រី200នាក់ដើម្បីយល់កាន់តែច្បាស់និងសារៈសំខាន់នៃវិស័យ TVET ក្រុមការងារយើងបានជួបសម្ភាសផ្ទាល់ជាមួយយុវជននិងសិស្សានុសិស្សដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះកញ្ញាអ៊ុយពេជ្រដារីសាសិស្សថ្នាក់ទី11ងនៃសាលាជាស៊ីនតាកែវបានលើកឡើងថាថ្ងៃនេះនាងខ្ញុំធ្វើការអំពាវនាវទៅកាន់យុវជនដែលកំពុងតែសិក្សាឬក៏រៀនជំនាញខាង TVET ម្នាក់ៗឲ្យមានជំនាញច្បាស់លាស់មួយសម្រាប់ធ្វើការផ្គត់ផ្គង់ជីវភាពខ្លួនឯងនិងជួយជីវភាពគ្រួសារឲ្យកាន់តែធូរធារកាត់បន្ថយភាពក្រីក្រជំរាបសួរនាងខ្ញុំឈ្មោះអ៊ុយពេជ្រដារីសាជាសិស្សមកពីថ្នាក់ទី11ងនៃសាលាជាស៊ីនតាកែវថ្ងៃនេះនាងខ្ញុំធ្វើការអំពាវនាវទៅកាន់យុវជនដែលកំពុងតែសិក្សាឬក៏រៀនជំនាញខាង TVET ក្នុងម្នាក់ឲ្យមានជំនាញច្បាស់លាស់មួយសម្រាប់ធ្វើការគ្រប់គ្រងជីវភាពខ្លួនឯងនិងជួយជីវភាពគ្រួសារឲ្យកាន់តែធូរធារកាត់បន្ថយភាពក្រីក្របាទខ្ញុំបាទឈ្មោះចំលីហួរខ្ញុំបាទឈ្មោះផនចន្ទតែសប្តាហ៍នេះបងអូនរៀនផ្នែកជំនាញគេដែរនៅក្នុងជាស្ថានខ្ញុំបាទសប្តាហ៍រៀនជំនាញផ្នែកវិស្វកម្មរថយន្តខ្ញុំបាទសប្តាហ៍រៀនផ្នែកវិស្វកម្មរថយន្តឆ្នាំទី1វិសាការខ្ញុំមើលឃើញសប្តាហ៍វិសាទៅកម្ពុជាយើងមានការរីកចម្រើនខាងប្រយោជន៍ច្រើនហើយចឹងហើយធ្វើឲ្យប្រជាពលរដ្ឋយើងមានប្រាក់ចំណូលច្រើនក្នុងការទិញយកមកប្រើប្រាស់ហើយកាលណាតែទិញយកមកប្រើប្រាស់គឺត្រូវការអ្នកជួសជុលគេហៅថាជាងដើម្បីយកមកថែទាំរថយន្តទាំងអស់ហ្នឹងសម្រាប់ខ្ញុំបាទជំនាញនេះខ្ញុំគិតថាល្អព្រោះថាថ្ងៃអនាគតខ្ញុំអាចនិយាយទៅជំនាញនៅក្នុងខ្លួនយើងអាចចិញ្ចឹមខ្លួនឯងបានដោយមិនពិបាកខ្ញុំគិតថានៅអនាគតអាចនឹងមានការរីកចម្រើនខ្លាំងជាងនេះដោយសារប្រជាពលរដ្ឋរបស់យើងមានការរីកចម្រើនគាត់មានលុយច្រើនក្នុងការផ្គត់ផ្គង់គ្រួសារអញ្ចឹងហើយធ្វើឲ្យកំណើនក្នុងការប្រើប្រាស់រថយន្តកាន់តែកើនឡើងខ្ញុំគិតថាយុវជនម្នាក់គួរមានជំនាញមួយក្នុងខ្លួនដើម្បីទៅថ្ងៃអនាគតដើម្បីជួយអភិវឌ្ឍសង្គមប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនខ្ញុំគិតថាពេលនេះទីនេះTVET របស់ពួកយើងកំពុងតែដំណើរការយ៉ាងរលូនក្នុងការទទួលបងប្អូនឬក៏សិស្សប្អូនសិស្សច្បងគាត់សិក្សាទីនេះតគាត់បានដឹងជ្រាបហើយថាTVET របស់ពួកយើងមានជំនាញជាច្រើនក្នុងការទទួលបងប្អូនឬក៏បងដែលគាត់មិនទាន់ដឹងមិនទាន់យល់អាចមកសាកសួរព័ត៌មាននៅការិយាល័យខាងមុខបានទីនេះTVETនឹងសម្រេចបំណងប្រាថ្នារបស់យុវជនឲ្យមានជំនាញនិងការងារមួយច្បាស់លាស់សម្រាប់ថ្ងៃអនាគតបាទសូមអរគុណយុវជនសឿនភីរ៉ានិស្សិតវិស្វករអគ្គិសនីឆ្នាំទី2មកពីស្រុកអង្គរជ័យខេត្តកំពតក៏បានចូលរួមមតិផងដែរថាខ្ញុំបាទធ្លាប់បានស្ដាប់ប្រសាសន៍សម្ដេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាយុវជនម្នាក់ត្រូវមានជំនាញបច្ចេកទេសមួយច្បាស់លាស់សម្រាប់ខ្លួនឯងដូច្នេះខ្ញុំជានិស្សិតរៀនខាងជំនាញអគ្គិសនីនេះខ្ញុំគិតថាក្រោយពីបញ្ចប់ការសិក្សាអាចរកដាក់ពាក្យធ្វើការដើម្បីរកប្រាក់ចំណូលបានសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនិងសម្រាប់ខ្លួនឯងនិងអាចធ្វើជាយុវជនម្នាក់ដ៏ល្អសម្រាប់សង្គមជាតិជាចុងក្រោយខ្ញុំបាទក៏មានតែពាក្យអរគុណដល់សម្ដេចដែលបានផ្ដល់ឱកាសខ្ញុំបាទបានស្គាល់នៅចំណេះជំនាញមួយនេះពិតប្រាកដមួយនេះសម្រាប់ខ្លួនឯងអាចរកប្រាក់ចំណូលបានសម្រាប់ផ្ទាល់ក្នុងបាទជំនាញយុវជនម្នាក់នេះខ្ញុំមានតែ
ពាក្យថាអរគុណដល់ផ្ដល់ស្រឡាញ់សាលាយើងរៀនមានកន្លែងសាក់នៅស្អាតសាលារៀនស្អាតនិងជាចុងក្រោយសូមផ្ដាំបងប្អូនថាមានតែការសិក្សានេះទេដែលអាចធ្វើឲ្យយើងឈានដល់គោលដៅរបស់យើងបានសូមអរគុណ យុវជនសុកច័ន្ទវីរៈក៏បានបង្ហាញមតិរបស់ខ្លួនថា ខ្ញុំជាយុវជនចង់សនំពោឲ្យយុវជនទាំងអស់ដែលមិនទាន់បានមានកន្លែងសិក្សាយើងអាចមកសិក្សានៅសាលាភូមិភាគតេជោសែនតាកែវបានដោយសារវាមានជំនាញច្រើនដើម្បីឲ្យយើងសិក្សាហើយយើងគឺត្រូវការជំនាញច្បាស់លាស់ដើម្បីរកការងារធ្វើនិងរកលុយដើម្បីផ្គត់ផ្គង់គ្រួសារនិងជួយដល់សង្គមជាតិរបស់យើង ជំនាញពិតប្រាកដនាំមកនៅឱកាសការងារល្អនិងប្រាក់ចំណូលខ្ពស់ជាងមុន TVET បាននឹងកំពុងដើរតួជាថ្នាលបណ្ដុះបណ្ដាលដ៏វិសេសវិសាលក្នុងការកែប្រែឆាកជីវិតរបស់ពលរដ្ឋនិងយុវជនឲ្យមានជីវភាពកាន់តែប្រសើរនិងចាកចេញពីភាពក្រីក្រប្រកបដោយចីរភាពសម្រាប់យុវជនខេត្តតាកែវមិនថាសិស្សដែលកំពុងឈរលើផ្លូវបំបែកក្រោយចប់ថ្នាក់ទី 12 ឬយុវជនដែលបានបោះបង់ចោលការសិក្សានោះទេការសម្រេចចិត្តចាប់យកជំនាញបច្ចេកទេសច្បាស់លាស់មួយសម្រាប់ខ្លួនឯងគឺជាការបោះជំហានដ៏ត្រឹមត្រូវបំផុតដើម្បីសេចក្តីសុខភាពរឹងមាំនិងភាពរុងរឿងនៃអនាគតកាលដ៏វែងឆ្ងាយ។